អនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទពេលនេះថៃពង្រីកសមរភូមិសង្គ្រាមស្ទើរពេញមួយបន្ទាត់ព្រំដែនបង្ខំឲ្យកម្ពុជាប្រសិទ្ធការពីខ្លួនយោធាថៃបានពង្រីកសមរភូមិសង្គ្រាមមកលើកងកម្លាំងកម្ពុជាស្ទើរពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង800គីឡូម៉ែត្រយោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមពីខេត្តព្រះវិហារពង្រីកទៅដល់ខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ក្នុងយុទ្ធភូមិភាគទី4និងទី5របស់កម្ពុជាគិតត្រឹមព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025ការនេះបង្ខំឲ្យកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួនឆ្លើយតបនឹងការឈ្លានពានទាំងអស់នេះក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាយោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងនៅក្នុងតំបន់ភ្នំខ្មោចចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺថ្ងៃទី9ខែធ្នូឆ្នាំ2025បានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នាវាលឥន្ទ្រីភ្នំខ្មោចគោល8ជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកៅសិក្ខាគិរិស្វរៈនិងបានបាញ់ផ្សាច់ពលនៅប្រាសាទតាក្របីក្រសួងការពារជាតិបានបន្ថែមទៀតថាយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង 4:58 នាទីដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការចូលទៅដល់ក្នុងភូមិសាស្ត្រភ្នំត្រងោលបន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សាច់ពលមកលើទីតាំងតំបន់នោះនៅវេលាម៉ោងប្រមាណ 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយយោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះបានបណ្ដាលឲ្យមានប្រជាជនស៊ីវិលកម្ពុជាចំនួន7នាក់បានបាត់បង់ជីវិតនិងរងរបួសចំនួន20នាក់សម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានបញ្ជាឲ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល1ថ្ងៃដើម្បីគោរពបទឈប់បាញ់និងជំនះប្រជាពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់តំបន់ទីទួលសុវត្ថិភាពជាមុនសិនការឆ្លើយតបដោយអាវុធរបស់កម្ពុជាធ្វើឡើងរយៈពេលជាង24ម៉ោងក្រោយថៃបើកការបាញ់ប្រហារចាប់តាំងពីម៉ោង2នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ការឆ្លើយតបរបស់កម្ពុជាឆ្លើយតបដោយយោងទៅតាមមាត្រា51នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិកម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួនហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្ររបស់ប្រទេសថៃចំណែកនាយករដ្ឋមន្ត្រីថៃវិញគឺលោកអនុទានឆាន់វីរៈគុលបានបញ្ជាក់សារជាថ្មីម្ដងទៀតក្នុងន័យថាប្រទេសថៃមិនខ្វល់នឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំនោះទេចំពេលដែលថៃបើកការឈ្លានពានទ្រង់ទ្រីធំមកលើអធិបតេយ្យភាពរបស់កម្ពុជានេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Inquirer នៅថ្ងៃអង្គារទី9ខែធ្នូនេះថៃបានបើកការវាយប្រហាររួមទាំងទម្លាក់គ្រាប់បែកដោយប្រើយន្តហោះចម្បាំងលើទីតាំងយោធានិងជនស៊ីវិលកម្ពុជាជាច្រើនកន្លែងរាប់ចាប់តាំងពីថ្ងៃអាទិត្យមកចំពេលដែលថៃបើកការវាយប្រហារឈ្លានពានឥតសស្រាក់សស្រាំនោះលោកអនុទានបានច្រានចោលពីលទ្ធភាពនៃការចរចាដំណោះស្រាយភ្លាមៗជាមួយនឹងកម្ពុជាខណៈមេដឹកនាំជាន់ខ្ពស់ថៃលោកឆៃយភុកដួងរផាតបានទទូចថាយោធាថៃបានកំណត់គោលដៅបំផ្លាញសមត្ថភាពយោធាកម្ពុជាឲ្យបានរយៈពេលយូរដើម្បីកុំឲ្យអាចគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសថៃហើយលោកអនុទានក៏បានថ្លែងបន្ថែមទៀតថាគ្មានការចរចាទៀតនោះទេប្រសិនបើកម្ពុជាចង់ឈប់បាញ់គ្នានោះកម្ពុជាត្រូវតែស្របទៅតាមការចង់បានរបស់យើងលោកអនុទានបាននិយាយបន្ថែមទៀតថាលោកមិនបានទំនាក់ទំនងជាមួយទៅនឹងលោកត្រាំឬនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនោះទេព្រោះវាជាបញ្ហាទ្វេភាគីរវាងកម្ពុជានិងថៃទង្វើទាំងនេះនាយករដ្ឋមន្ត្រីថៃបញ្ចេះសង្គ្រាមឈ្លានពានកម្ពុជាគឺគ្រាន់តែជាលេសច្បាមយកប្រជាប្រិយភាពមុនរំលាយសភានិងបិទបាំងភាពអាម៉ាស់រឿងអសមត្ថភាពសង្គ្រោះប្រជាពលរដ្ឋវិគ្រោះទឹកជំនន់នឹងការរៀបចំស៊ីហ្គេមសម្ដីជ្រលើសបឺដោយក្មេងទំនើងសកម្មភាពដោយក្មេងពីលចរិតទៅចេះរឿងរស់ដោយគ្មានមេបាប្រដៅកំពុងស្ថិតនៅក្នុងខ្លួនរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលដោយសារភាពលោភលន់នៃអំណាចការឆ្លុះបង្វេងក្នុងតំណែងនាយករដ្ឋមន្ត្រីនិងភាពអាម៉ាស់ងើបមុខមិនរួចដោយវិបត្តិគ្រោះទឹកជំនន់និងការបាក់មុខដោយចំនួននៃពាក្យរិះគន់ជាសាធារណៈលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33បានក្លាយទៅជាចំហេះដុតរោលប្រាណលោកអនុទានឲ្យក្តៅក្រហាយឲ្យនៅមិនសុខហើយបាត់បង់សារជាតិជាមនុស្សដោយបានជំរុញឲ្យមានការវាយប្រហារទាំងកំរោលឃោឃៅយ៉ាងព្រៃផ្សៃនិងគ្មានមនុស្សធម៌មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានិងជនស៊ីវិលកម្ពុជានោះ
យុទ្ធសាស្ត្រជ្រលក់ឆ្វេងវាយស្ដាំដើម្បីបង្វែរស្ថានភាពរបស់លោកអនុទានឆាន់វីរៈកុលកំពុងទាញដៃប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លៀងនៃសង្គ្រាមទន្ទឹមនឹងនាយករដ្ឋមន្ត្រីថៃរូបនេះបានជន់ឈ្លីលើកិច្ចព្រមព្រៀងសន្តិភាពមិនព្រមបើកត្រចៀកស្ដាប់ការសម្របសម្រួលរបស់ប្រធានបដូវវេនអាស៊ានគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមហើយបានបោះសម្ដីក៏អើតកតោមដាក់សហរដ្ឋអាមេរិកនិងគ្មានភាពអៀនខ្មាស់ចំពោះសាធារណមតិនិងសហគមន៍អន្តរជាតិគេគ្រប់គ្នាដឹងថាប្រទេសថៃនឹងត្រូវរំលាយសភានៅថ្ងៃទី31ខែមករាឆ្នាំ2026ម្ល៉េះហើយដើម្បីអបអំណាចជាប់ទ្រូងនិងរក្សាតំណែងបច្ចុប្បន្នរបស់ខ្លួនឲ្យនៅគង់វង្សបានយូរអង្វែងលោកអនុទានឆាន់វីរៈកុលបានបង្វែរស្ថានភាពដោយបើកការឈ្លានពានមកលើកម្ពុជាឥតសំចៃដៃដើម្បីលាក់បាំងផែនការដ៏ស្មុគគ្រោករបស់ខ្លួនតើហេតុអ្វីបានជាលោកអនុទានឆាន់វីរៈកុលភ័យខ្លាចនៅពេលសភាត្រូវរំលាយមនុស្សស្រឡាញ់អំណាចនិងទួនាទីដោយលោកអនុទានគឺអាចធ្វើសពបែបយ៉ាងសូម្បីតែការឈ្លានពានកម្ពុជាដើម្បីរក្សាតំណែងរបស់ខ្លួនឲ្យនៅមានអំណាចបន្តទៀតព្រោះថានៅពេលដែលសភាត្រូវរំលាយនោះតំណាងរាស្ត្រទាំងអស់គឺត្រូវបានបាត់បង់ទួនាទីភ្លាមៗហើយការបោះឆ្នោតទូទៅថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេលចន្លោះពី45ទៅដល់60ថ្ងៃបន្ទាប់ពីការបរិច្ឆេទរំលាយសភាដូច្នេះដើម្បីរក្សាតុល្យភាពអំណាចលោកអនុទានបានដើរតាមគន្លងថ្មីនឹងរូបមន្តចាស់របស់នាយករដ្ឋមន្ត្រីថៃមុនពោលគឺបើកការឈ្លានពានមកលើកម្ពុជាដើម្បីបង្វែរស្ថានភាពផងនិងទាញយកប្រជាប្រិយភាពពីពលរដ្ឋខ្លួនផងដែររឿងរំលាយសភាគ្រាន់តែជាទល្ហេកមួយប៉ុណ្ណោះប៉ុន្តែចំនួននៃពាក្យរិះគន់និងការជេរប្រមាថរបស់ប្រជាជនថៃបានទាញទម្លាក់ប្រជាប្រិយភាពរបស់លោកអនុទានយ៉ាងគំហុកគេនៅចាំបានថាថ្មីនេះប្រទេសថៃបានរងគ្រោះយ៉ាងដំណំដោយសារការវាយប្រហារដោយគ្រោះទឹកជំនន់ជាពិសេសខេត្តភាគខាងត្បូងនៃប្រទេសដោយបានផ្ដាច់ជីវិតមនុស្សរាប់រយនាក់របួសជាច្រើននាក់គណៈសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងមណ្ឌលសេដ្ឋកិច្ចត្រូវបានបំផ្លាញស្ទើរខ្ទេចខ្ទីភាពបរាជ័យរបស់រាជរដ្ឋាភិបាលថៃក្រោមដឹកនាំរបស់លោកអនុទានជំវិញការឆ្លើយតបយ៉ាងយឺតយ៉ាវនឹងកង្វះផែនការបង្ការត្រូវបានប្រជាជនថៃដែលរងគ្រោះរិះគន់យ៉ាងពេញទីនិងធ្វើឲ្យប្រជាប្រិយភាពលោកអនុទានដាំក្បាលចុះយ៉ាងដំណំដើម្បីច្បាមយកប្រជាប្រិយភាពឡើងវិញលោកអនុទានបានបង្វែរដានស្ថានភាពព្រំដែនដែលស្ងប់ស្ងាត់ឲ្យផ្ទុះកក្រើកឡើងវិញតាមរយៈការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋថៃឲ្យងាកមករករឿងព្រំដែនវិញម្ដងដោយពួកគេបានរៀបចំផែនការជាមួយមេយោធាបង្កើតឲ្យមានភ្លើងសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជាថៃសាជាថ្មីហើយវាំងននខ្មៅកប់នៅពីក្រោយផែនការឈ្លានពានកម្ពុជាមួយទៀតនោះគឺថាបញ្ហាចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី33ដែលថៃជាម្ចាស់ផ្ទះស៊ីហ្គេមនៅថៃប៉ុន្តែល្បីនៅខ្មែរគឺជាពាក្យមួយឃ្លាធ្វើឲ្យកិត្តិយសប្រទេសថៃអាម៉ាស់ជាអន្តរជាតិឃើញបែបនេះប្រជាជនថៃបញ្ចេញកំហឹងទាំងកំរោលទៅលើរាជរដ្ឋាភិបាលជាពិសេសលោកអនុទានផ្ទាល់ដោយពួកគេលើកឡើងថាបញ្ហារៀបចំព្រឹត្តិការណ៍ការគ្រប់គ្រងទីលានប្រកួតនិងការរចនានានារួមទាំងការលួចចម្លងពីគេគ្មានគុណភាពបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរបំផុតហើយវាបានបង្ហាញពីភាពកំសោយនៃការដឹកនាំរបស់លោកអនុទានក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃអ្វីដែលពួកគេកាន់តែខ្មាស់អន្តរជាតិខ្លាំងបំផុតនោះគឺប្រទេសថៃជាប្រទេសអ្នកមានហេតុអ្វីរៀបចំព្រឹត្តិការណ៍អន់ជាងកម្ពុជាដែលជាប្រទេសក្រីក្រជាងខ្លួនឆ្ងាយម្ល៉េះដើម្បីកែប្រែស្ថានភាពនិងកប់នៅកេរ្តិ៍ឈ្មោះដ៏ស្អុយរលួយមួយនេះលោកអនុទានបានទាញប្រធានបទសន្តិសុខជាតិដ៏រសើបមកធ្វើជាបញ្ហាបើកការឈ្លានពានកម្ពុជាហើយបោកបញ្ឆោតពលរដ្ឋខ្លួនថាកម្ពុជាជាអ្នកបង្កសង្គ្រាមមុនធ្វើឲ្យប្រជាជនថៃភ្លេចនៅការខកចិត្តនិងការខឹងសម្បាររបស់ពួកគេទៅលើរឿងស៊ីហ្គេមហើយជំនួសមកវិញដោយប្រជាប្រិយភាពក្នុងចរន្តនយោបាយថៃគូបញ្ជាក់ឡើងវិញថាដើម្បីតែក្តោបអំណាចច្បាមយកប្រជាប្រិយភាពបិទបាំងភាពអាម៉ាស់និងការរិះគន់របស់ប្រជាជនលោកអនុទានបានឆ្កឹះយកផែនការឈ្លានពានរបស់ខ្លួនមកលើកម្ពុជាសាជាថ្មីដោយគ្មានត្រាប្រណីជនហោះចម្បាំងថៃបានពួមគ្រាប់បែករួចខ្ជាក់ទម្លាក់ទៅលើទីតាំងយោធានិងភូមិឋានប្រជាជនស៊ីវិលចំណែកគ្រាប់ផ្លោងនិងគ្រាប់កំភ្លើងធំរបស់របបរាជធានីបាងកកបានហោះរំលងភ្នំឆ្លងបំផ្ទុះលើទីតាំងជនស៊ីវិលរស់នៅយោធាថៃបានកេះកៃកំភ្លើងបាញ់ប្រហារគ្មានត្រាប្រណីប្រាជីវិតជនស៊ីវិលកម្ពុជានឹងធ្វើឲ្យមនុស្សម្នាជាច្រើននាក់ឬបង្វិចរួចចាក់ចោលផ្ទះសម្បែងក្នុងដំណើរស្វែងរកទីតាំងសុវត្ថិភាពតើនេះឬប្រទេសដែលត្រូវការសន្តិភាពនឹងតែងតែអួតប្រាប់ពិភពលោកថាជាអ្នកថែរក្សាស្ថិរភាពក្នុងតំបន់សម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា